វិសុយក៏ដូចជាសួស្តីបងប្អូនម្ដងទៀតវិលមកកាន់វីដេអូថ្មីដែលថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាអំពី function ខ្លះៗរបស់ effect GT10 ឃើញថាបងប្អូនមួយចំនួនគាត់ជាវ effect ទៅហើយបាទជា effect ទៅហើយគាត់អត់បានដឹងអត់បានយល់អំពីការប្រើប្រាស់និង function ជាច្រើនដែលមាននៅក្នុង effect នោះទេអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញបងប្អូនខ្លះៗអំពីរបៀបក្នុងការចូលទៅ setting មួយហើយតើនៅក្នុង setting មួយតើយើងត្រូវប្រើវាយ៉ាងម៉េចបាទពីព្រោះថា effect មួយគឺវាមានរបៀបប្រើប្រាស់ខុសៗគ្នាបាទរបៀបប្រើប្រាស់ខុសៗគ្នាទៅតាមបាទប្រភេទ effect ហើយមួយទៀតគឺតកតងទៅនឹងបេតុងបាទតកតងទៅនឹងបេតុងគឺវាខុសគ្នាបាទ effect ខ្លះយើងគ្រាន់តែចុចបិទបើកបានហើយយើងចូលទៅក្នុង function ផ្សេងៗវាងាយស្រួល effect ខ្លះយើងចូលទៅក្នុងបេតុងហ្នឹងហើយយើងចុចវាម្ដងហើយយើងចុចម្ដងទៀតឬក៏យើង hold វាចុចវាឲ្យជាប់ទើបបានវាចេញ function អញ្ចឹងនៅក្នុង effect មួយវាមានរបៀបប្រើប្រាស់ខុសៗគ្នាអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនឲ្យបានយល់អំពីរបៀបប្រើប្រាស់ effect GT10 បាទសូមតាមដានទាំងអស់គ្នាដូចតទៅបាទបងប្អូននេះជា effect Boss GT10 បាទ effect នេះវាយូរដែរហើយប៉ុន្តែខ្ញុំចង់បង្ហាញបន្ថែមឲ្យបងប្អូនដែលគាត់មិនទាន់បានយល់ជ្រាបឲ្យគាត់បានយល់ហើយគាត់អាចចេះប្រើប្រាស់ដោយខ្លួនឯងទោះបីគាត់នៅឆ្ងាយពីអ្នកជំនាញឬក៏រៀមច្បងដែលគាត់ធ្លាប់ប្រើប្រាស់តែក៏គាត់អាចបូកដោយខ្លួនឯងបានអញ្ចឹងណាបាទអញ្ចឹងមុននឹងយើងឈានទៅដល់ការបូកបងប្អូនត្រូវមើលទៅលើ function របស់ effect យើងសិនថាតើ Boss GT10 របស់យើងនឹងតើវាមាន function អីខ្លះបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនមួយបាទអញ្ចឹងBoss GT10 របស់យើងគឺវាមានបេតុងផ្លាស់ប្ដូរម្ដងបាន4សំឡេងបាទ1 2 3 4បាទ4សំឡេងហើយយើងមាន control 1យើងមាន control 2ហើយបន្តិចទៀតខ្ញុំនឹងបញ្យល់បងប្អូនថា control 1 control 2តើវាជាអ្វីបាទអូខេអញ្ចឹងខាងលើរបស់យើងមាន foot volume មួយបាទយើងមាន foot volume មួយបាទហើយយើងមានបង់បាទអានេះយើងមានបង់ខ្មែរយើងហៅបង់អង់គ្លេសហៅ band បាទបង់មួយបង់ចុះនិងបង់ឡើងបាទនៅក្នុងបង់នេះគឺមានន័យថាពេលដែលយើងផ្លាស់ប្ដូរមកបង់គឺយើងបាន4សំឡេងបងប្អូនណាបាទផ្លាស់ប្ដូរមកបង់គឺបាន4សំឡេងអញ្ចឹងបងប្អូនឡើងចុះទៅវាមានច្រើនបង់អូខេអញ្ចឹងយើងកលេចមើលមកខាងលើអញ្ចឹងវាមានបេតុង compressor វាមានបេតុង overdrive បាទយើងមានបេតុង overdrive distortion យើងមានបេតុង preamp មានបេតុង EQ មានបេតុង FX1 មានបេតុង FX2 មានបេតុង delay និងបេតុង color បន្តមកទៀតគឺ reverb ហើយនិងចុងក្រោយគឺ master បាទ master អញ្ចឹងកន្លែងនេះគឺ select channel បងប្អូនបាទនេះខ្ញុំនឹងបញ្យល់បងប្អូនមួយប៉ុន្តែនេះគ្រាន់តែបង្ហាញត្រួសសិនបាទបន្តមកទៀតយើងឃើញមានបេតុងមួយដាក់ថា tuner and bypass អញ្ចឹងមានន័យថាបេតុងនេះគឺយើងចុចសម្រាប់ tuner បាទហើយបេតុងនេះគឺ rise មានន័យថាកន្លែងដែលយើងត្រូវ save សំឡេងបាទកន្លែងដែលយើងត្រូវ save សំឡេងពេលដែលបន្ទាប់ពីយើងបូករួចរាល់ហើយយើងត្រូវ save បាទកន្លែងនេះគឺ display mode បាទគឺកន្លែងដែលយើងបង្ហាញនៅលើអេក្រង់ថាតើយើងចង់ឲ្យអេក្រង់មួយហ្នឹងវាចេញមកអញ្ចឹងកន្លែងនេះខ្ញុំចង់ឧទាហរណ៍បងប្អូនទៅហើយបាទអញ្ចឹង display mode គឺបែបនេះបាទអញ្ចឹងមានន័យថាជា list ហើយនឹងជារូបបែបនេះហ្នឹងខុសគ្នាបងប្អូនណាបាទបន្តមកទៀតមានបេតុង exit សម្រាប់ចាក់ចេញបាទហើយបន្តមកទៀតមាន category and enter បាទ BPM អញ្ចឹងនៅក្នុងនេះមាន category គឺពេលដែលយើងចូលមកក្នុង category គឺវាប្រៀបដូចទៅនឹងកាត់ log ដូចគ្នាបាទវាដូចកាត់ log អញ្ចឹងនៅក្នុងហ្នឹងវាមានអីខ្លះខ្ញុំនឹងបង្ហាញបងប្អូនបាទនៅពេលបន្តិចទៀតបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំអត់បានបញ្ចេញសំឡេងហ្គីតាឲ្យបងប្អូនទេខ្ញុំមានគោលបំណងគ្រាន់តែចង់បង្ហាញពី option ក៏ដូចជា function អំពី GT10 នេះដល់បងប្អូនហើយក៏ដូចជាការប្រើប្រាស់ដើម្បីបងប្អូនងាយយល់ហើយនឹងចេះប្រើប្រាស់ដោយខ្លួនឯងបាទអញ្ចឹងខាងនេះយើងរៀបរាប់ហើយអស់ហើយអញ្ចឹងនៅខាងនេះគឺមានបេតុងពីរទៀតគឺមាន create និង edit នេះអត់អីទេអានេះខ្ញុំនឹងបញ្យល់បងប្អូននៅចុងវីដេអូបាទកន្លែងនេះ system ហើយកន្លែងនេះគឺ output បាទ output level កន្លែងនេះបាទគឺ output level បាទ output level អញ្ចឹងទី1អញ្ចឹងដើម្បីបូក sound ហ្គីតាបានល្អ
ហើយខ្លាំងមានទម្ងន់បងប្អូនត្រូវធូនសិនបាទត្រូវធូនវាបាទយើងចុចអានេះមកអញ្ចឹងវាចេញធូនមកហើយបាទអញ្ចឹងវាចេញធូនមកណាបាទចេញធូនមកបន្ទាប់ពីយើងចុច tuner ហ្គីតាហើយអស់ហើយគឺយើងចុចបិទវាវិញបាទបិទវាវិញបន្តមកទៀតយើងចូលទៅ compressor បាទនេះបាទ compressor អញ្ចឹងពេលដែលយើងចុចមកបងប្អូនឃើញបេតុងកន្លែងនេះបិទបើកបាទឃើញបិទបើក off on អញ្ចឹងនៅក្នុង compressor ខ្ញុំបានបញ្យល់បងប្អូនរួចហើយអំពី compressor អំពី function របស់ compressor បាទអញ្ចឹងតើ compressor វាមានអីគេខ្លះបាទអញ្ចឹងនៅក្នុងនេះ compressor យើងមាន compressor វាមានច្រើនបងប្អូនបបល់កន្លែងនេះមកបាទបងប្អូនបបល់កន្លែងនេះមកអញ្ចឹងវាមាន normal វាមាន depth compressor វាមាន line compressor វាមាន mid compressor វាមាន bright compressor មាន attack compressor មាន natural limit បាទមាន depth limit បាទមាន peak cut limit បាទមាន bright limit មាន normal compressor ត្រឡប់មកវិញដដែលបាទអញ្ចឹងនៅក្នុង compressor នេះមិនមែនមានតែមួយទេគឺមានជំរើសឲ្យយើងច្រើនអញ្ចឹងនៅក្នុង multi effect បងប្អូនត្រូវចាំណា multi effect គឺគេដាក់មកឲ្យយើងយ៉ាងហោចណាស់ក៏2ដែរបាទមាន compressor មាន limiter អីចឹងទៅបាទយ៉ាងហោចណាស់ក៏2ដែរអញ្ចឹងបងប្អូនចូលមកក្នុងហ្នឹងមកហើយបងប្អូនយក normal compressor ក៏បានដែរបាទបងប្អូនយក normal compressor មកបន្តមកទៀតបងប្អូនមើលប៊ូតុងនេះ compressor and limit បាទបងប្អូនឃើញទេបាទអញ្ចឹងកន្លែងនេះគឺវាផ្លាស់ប្ដូរណាគឺ compressor និង limiter បាទអញ្ចឹងយើងយក compressor មកដើម្បីជួយ sound ហ្គីតាយើងខ្លាំងបន្តមកទៀតយើងមើល sustain បាទហើយ sustain នេះយើងមិនបាច់ប្រើវាច្រើនពេកទេដូចវីដេអូដែលខ្ញុំបានបង្រៀនបងប្អូនអញ្ចឹង sustain កាលណាដែលយើងប្រើវាខ្លាំងពេកវាទៅជាសំឡេងរំខានវិញទេបាទទៅជាសំឡេងរំខានបន្តមកទៀត attack គឺជាការលេង smooth ឬមិន smooth មានន័យថាការចេញទៅទាំងកម្រោលឬក៏ចេញទៅ slow សភាពបាទអញ្ចឹងយើង attack បងប្អូនឆ្លាញ់50ក៏យក50ទៅតែបើសម្រាប់ខ្ញុំឆ្លាញ់តែ30ជាងអីទេបាទឆ្លាញ់តែ30ជាងអីទេហើយ sustain ដូចគ្នាដែរខ្ញុំឆ្លាញ់30ជាងដូចគ្នាអញ្ចឹង compressor ជាធម្មតាបងប្អូនអាចយកត្រឹម50ឬក៏ឡើងឲ្យវាដល់65បាទ compressor 65គឺវាចេញមកល្មមនឹងបងប្អូនលេងទៅវាមានកម្លាំងល្អបាទវាមានកម្លាំងល្អអញ្ចឹងពេលដែលយើងប្រើប្រាស់វាទៅគឺវាអត់កង់អត់អីទេ compressor នេះបើសិនជាយើងលេងលើសពី65ទៀតក៏វាមានសំឡេងរំខានដែរដូចជាពេលដែលយើងលេង overdrive ទៅវាកង់ជាមួយនឹងធុងបារ៉ាស់ធុងអីហ្នឹងអាហ្នឹងក៏វាជាបញ្ហាដែរអញ្ចឹងក្នុងការប្រើប្រាស់ compressor បងប្អូនត្រូវយល់បាទបងប្អូនត្រូវយល់ហើយត្រូវស្ទាបស្ទង់វាអូខេអញ្ចឹងបន្ទាប់ពីយើងប្រើប្រាស់ compressor ហើយបងប្អូនត្រូវបាទចូលទៅក្នុងបាទ dry ក៏បានបាទអាហ្នឹងខ្ញុំបូកតាមលំដាប់បងប្អូនណាបូកតាមលំដាប់បេតុងនេះកុំឲ្យបងប្អូនច្រឡំអញ្ចឹងបើបងប្អូនចង់លេង clean ហើយបងប្អូនចង់ធ្វើអីទៀតក៏តាមចិត្តណាបាទអញ្ចឹងបើសិនជាយើងចង់បូកសំឡេង clean មួយអញ្ចឹងយើងមិនបាច់តន់បើក overdrive ទេអញ្ចឹងយើងចូលមកទៀតគឺយើងចូលមក delay បាទបងប្អូនចង់បើក delay ក៏បើកទៅបាទបើមិនចង់ទេក៏អត់ទៅបាទអញ្ចឹងកន្លែង delay នេះក៏អញ្ចឹងដែរបាទកន្លែង delay នេះយើងយកបាទយើងយកអីគេបាទវាមានច្រើនបើសម្រាប់ខ្ញុំប្រើ analog delay អញ្ចឹងកន្លែងនេះបងប្អូនគាត់ថាមូលបេតុងមូលធំនេះណាហើយអញ្ចឹងយើងសេរីវិលវាមកអញ្ចឹងវាមានច្រើនបងប្អូនវាមាន delay វាមានច្រើនមែនទែនបាទវាមានច្រើនណាស់អញ្ចឹងបងប្អូនអាចជ្រើសរើសមួយណាដែលបងប្អូនពេញចិត្តទៅសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តប្រើ analog delay បាទចូលចិត្តប្រើ analog delay ហើយចំនួន time របស់ខ្ញុំគឺខ្ញុំយក420បាទអានេះតាមចំណង់ចំណូលចិត្តទេណាហើយតាមប្រភេទសំឡេងដែរបងប្អូនតាមប្រភេទសំឡេងដែរអញ្ចឹងបងប្អូនយកវាមកបាទ420តិចតួចអត់អីទេបាទប៉ុណ្ណឹងអត់អីទេហើយ feedback របស់វាគឺជាចំនួនដែលវាវិលត្រឡប់មកវិញមានន័យថាវាឲ្យសំឡេងត្រឡប់មកវិញទៅដល់យើងច្រៀងខារ៉ាអូខេអញ្ចឹងណាបាទអញ្ចឹង feedback ហ្នឹងគឺកន្លែងហ្នឹងគឺគេសេរីកន្លែងចំនួនដែលវាឲ្យវាមកវិញសម្រាប់កន្លែងនេះបាច់បងប្អូនបាច់សេរីអីក៏បានដែរហើយចំនួនអានេះគឺជាចំនួនចេញ effect មានន័យថាតើយើងអនុញ្ញាតឲ្យ delay ហ្នឹងចេញទៅជាមួយសំឡេងហ្គីតាយើងចំនួនប្រមាណ
បាទអញ្ចឹងអានេះមិនមែនជាសំឡេង master guitar សំឡេង guitar យើងនៅតែធម្មតាដដែលប៉ុន្តែ effect level នេះគឺចំនួនឲ្យdelay ហ្នឹងវាចេញទៅជាមួយនឹង clean របស់យើងហ្នឹងប្រហែលបាទអញ្ចឹងបើបងប្អូនមិនពេញចិត្តកន្លែងហ្នឹងទេយើងអាចថយមកបាទយើងអាចថយមកបាទយើងអាចថយមកអូខេថយមកប្រហែលស្រេចចិត្តបងប្អូនទេបាទអត់អីទេបាទបន្តមកទៀតគឺយើងចូលទៅក្នុង reverb បាទអញ្ចឹងយើងចូលទៅក្នុង reverb យើងចុចបើកវាមកបាទយើងចុចបើកវាមកហើយយើងសេរីreverb ហ្នឹងយើងយក hall អីចឹងទៅហើយកន្លែង reverb time នេះបងប្អូនសេរីមើលទៅតើឲ្យសំឡេងវាចេញរលកសំឡេងhall របស់វាហ្នឹងចេញមកចំនួនប្រមាណអីចឹងទៅណាបាទហើយអានេះដូចគ្នាដែរeffect level មានន័យថាយើងអនុញ្ញាតឲ្យ effect reverb ហ្នឹងចេញទៅជាមួយសំឡេង clean យើងចំនួនប្រមាណបាទចំនួនប្រមាណបាទអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចថាបងប្អូនត្រូវបូកសំឡេង clean ឲ្យព្រោះសិនមានន័យថាបងប្អូនត្រូវតែធ្វើសំឡេង guitar បងប្អូនហ្នឹងឲ្យព្រោះសិនហើយទៅយើងទៅធ្វើ overdrive យើងទៅធ្វើ chorus ធ្វើអីវាមានភាពងាយស្រួលជាងដោយបងប្អូនគ្រាន់តែ copy សំឡេង clean បាទ copy សំឡេង clean របស់យើងហ្នឹងចូលទៅក្នុងបេតុងថ្មីណាមួយទៀតហើយយើងគ្រាន់តែ add effect ណាមួយដែលយើងចង់បានទៅអញ្ចឹងដើម្បីបូកសំឡេង clean បានគឺបងប្អូនត្រូវធ្វើអញ្ចឹងណាគឺយើងត្រូវតែធ្វើ compressor ឲ្យស្អាតបាទយើង delay clean អីរបស់ delay របស់យើងហ្នឹងគឺយើងត្រូវតែកំណត់វាឲ្យល្មមកុំឲ្យវាលើសពេកហើយក៏កុំឲ្យវាខ្សោយពេកបងប្អូនសេរីមកត្រូវដៃបងប្អូនចុះហើយ reverb ក៏ចឹងដែរកុំឲ្យវាធំខ្លាំងពេកដែលវាលុបសំឡេង clean យើងបាត់អស់យើងលេងបត់ខ្មែរទៅវាលងអត់ព្រោះទេបាទហើយនៅកន្លែង master នេះវាមានការកំណត់ដែរបាទ master ហ្នឹងគឺជាកន្លែងកំណត់បេតុងបេដាល់អីផ្សេងនេះបាទយើងកំណត់ឲ្យបេដាល់ហ្នឹងវាទៅជាអីកន្លែងហ្នឹងណាអាសាញវាទៅជាអីហើយវាមាន noise gate នៅហ្នឹងដែរ noise gate វាអត់មាននៅកន្លែងនេះទេតែវានៅកន្លែងនេះវាជា processor បាទជា processor សម្រាប់កាត់សំឡេងរំខានសំឡេងយើងហៅថាសំឡេង parasite សំឡេងអីហ្នឹងបាទហើយបន្តទៀតបើសិនជាយើងចង់កាត់ noise វាយើងគ្រាន់តែចុចមកប៊ីតុង noise NS1 ហ្នឹងមកហើយយើងចុច enter មកអញ្ចឹងវាចេញកន្លែងនេះអញ្ចឹងវាចេញ threshold មកអញ្ចឹងយើងតើចំនួនដែលយើងចង់កាត់ហ្នឹងប្រមាណអញ្ចឹងកន្លែង noise gate នេះខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចកន្លែង noise gate ហ្នឹងគឺបើសិនជាបងប្អូនកាត់វាខ្លាំងពេកហ្គីតាបងប្អូនវា noise ខ្លាំងពេកហើយបងប្អូនប្រឹងកាត់កន្លែង noise gate ហ្នឹងខ្លាំងពេកហ្គីតាយើងទៅជាអត់មានដង្ហើមអត់មានសំឡេងអីបានវែងទេគឺវាកបត់ឲ្យលេងទៅវាអត់ព្រោះទេអញ្ចឹងកន្លែង noise gate នេះមុននឹងបងប្អូនកាត់បងប្អូនត្រូវ check មើលហ្គីតាយើងសិនថាហ្គីតាយើង noise ខ្លាំងអត់បើសិនជាហ្គីតារបស់យើង noise ខ្លាំងយើងត្រូវយកហ្គីតាយើងទៅជួសជុលបញ្ហា noise ហ្នឹងសិនហើយបងប្អូនបូក effect មកយើងកាត់ទៅវាអត់សូវអស់ដង្ហើមហ្គីតាយើងទេបាទអញ្ចឹងឥឡូវយើងចាក់ចេញសិនបាទយើងចាក់ចេញពីហ្នឹងមកសិនមកបាទអញ្ចឹងយើងដល់ master ដដែលខ្ញុំចង់បង្ហាញពី function នៅក្នុង master តើវាមានអីខ្លះបាទបន្តមកទៀតបងប្អូនគ្រាន់តែចុចមកខាងស្ដាំដៃមកព្រួយមកស្ដាំមកបងប្អូនត្រូវដូរឈ្មោះរបស់វាបាទបងប្អូនដូរឈ្មោះរបស់វាតើយើងត្រូវដាក់ឈ្មោះអីកន្លែងហ្នឹងឧទាហរណ៍ថាកន្លែងហ្នឹងclean ឧទាហរណ៍ថា clean អញ្ចឹងចុះអញ្ចឹងបងប្អូនមួលវាទៅនេះ no អូខេយើងមួលវាមកនេះអាលេខនេះអក្សរបាទនេះclean បាទកន្លែងហ្នឹងយើងដូរឈ្មោះវាមកបាទ clean delay អញ្ចឹងមកបាទបន្តមកទៀតយើងចុច right បាទអញ្ចឹងយើងបានបាទយើងបាន clean នេះមួយនេះយើងអត់ទាន់បានដូរឈ្មោះដោយសារខ្ញុំអត់ចង់ចំណាយពេលធ្វើឈ្មោះនឹងហើយវាយូរនាទីពេកអូខេអញ្ចឹងពេលដែលយើងបន្ទាប់ពីយើងធ្វើ clean បានហើយបន្ទាប់ពីយើងធ្វើ clean បានស្អាតហើយបងប្អូនគ្រាន់តែ copy វាមកបាទគ្រាន់តែយើងចុច right បាទគ្រាន់តែយើងចុចកន្លែងបេតុង right នេះ right មកយើងដូរមកលេខ2មកបាទយើងដូរមកលេខបាទយើងដូរមកលេខ2មកបានលោតហើយនេះលេខ2បាទដូរមកលេខ2ហើយយើងចុចរាយចូលទៅបាទពេលដែលយើងចុចរាយចូលទៅហើយ
គឺសំឡេង clean របស់យើងហ្នឹងគឺវាចូលមកបងទី2ឯងអញ្ចឹងខ្ញុំមិនបាច់ធ្វើឈ្មោះអីទៀតទេបងប្អូនចេះដូរឈ្មោះខ្លួនឯងណាកន្លែងហ្នឹងបងប្អូនបាច់ចាំធ្វើអីញ៉ៃញ៉ៃទៀតទេអញ្ចឹងបងប្អូនគ្រាន់តែចូលទៅលេខ2របស់យើងហ្នឹងហើយបងប្អូនចង់ដាក់អីគេឥឡូវឧទាហរណ៍ថាបងប្អូនចង់ដាក់ overdrive អញ្ចឹងបងប្អូនគ្រាន់តែបើក overdrive មកបាទ on វាមកហើយកន្លែងនេះដែលយើងយកមកបាទវាមានអីគេខ្លះឥឡូវខ្ញុំបង្ហាញពីដើមមកបាទវាមានអីគេនេះ treble ស្អីគេនេះបាទហើយវាមានnatural effect បាទវាមាន warm mode warm overdrive បាទសុំទោស warm overdrive វាមាន red វាមាន distortion វាមានmodern បាទ modern វាមាន loud វាមាន60s S សិតហ្នឹងមានន័យថាចំនួន60ហើយ full បាទចាស់គាត់ចំណាំហៅ full ហ្នឹងបាទនេះគឺ custom យើងសេរី drive អីខ្លួនឯងទាំងអស់អញ្ចឹងបើសិនជាយើងយកអាមួយណាគឺវា preset របស់វា load មកឲ្យនឹងអញ្ចឹងបើថាបងប្អូនចង់សេរីខ្លួនឯងបងប្អូនដាក់មកចំនួន drive របស់វាប្រមាណ tone របស់វាប្រមាណ level ចេញដូចខ្ញុំបានប្រាប់ពីដើមវីដេអូអញ្ចឹងបាទ effect level ហ្នឹងគឺយើងឲ្យចំនួនទៅចេញជាមួយនឹង clean របស់យើងប្រមាណបាទចំនួនចេញប្រមាណអានេះខ្ញុំគាត់បង្ហាញពី function របស់វាឲ្យបងប្អូនងាយយល់អញ្ចឹងណាខ្ញុំអត់បានបញ្ចូលហ្គីតាធ្វើ sound ធ្វើអីផ្ទាល់ទេហើយខ្ញុំគ្រាន់តែចង់បង្ហាញឲ្យបងប្អូនងាយយល់ពីដំណាក់កាលមួយថាតើ effect GT10 ហ្នឹងដើម្បី set sound វាយើងត្រូវធ្វើដូចម្តេចខ្លះបាទអញ្ចឹងអានេះគឺបានសម្លេង overdrive មួយហើយបាទអញ្ចឹងបងប្អូនចុចតារាយមកហើយឬបងប្អូនចង់ដូរឈ្មោះអាហ្នឹងខ្ញុំប្រាប់ហើយរបៀបចូលទៅដូរឈ្មោះណាអូខេយើងចុចមកហើយយើងចុចម្ដងទៀតមកវាចូលបាទអញ្ចឹងបើសិនជាយើងចង់បានសម្លេង chorus តើយើងត្រូវធ្វើដូចម្ដេចបាទគឺយើងត្រឡប់ទៅប៊ីតុងទី1របស់យើងវិញបាទត្រឡប់ទៅប៊ីតុងទី1របស់យើងហើយយើងចុច right បន្តមកទៀតយើងចុចលេខ3មកបាទបង់លេខ3មកហើយយើងចុច right ម្ដងទៀតសិនបាទយើងចុច right ម្ដងទៀតហើយអញ្ចឹងសម្លេងនេះ clean ដូចលេខ1ដែរក៏ប៉ុន្តែតែយើងចង់បានអីយើងចង់បាន chorus អញ្ចឹងបងប្អូនត្រូវចូលទៅបើក chorus មួយហើយយើងសេរីវាបាទអញ្ចឹង chorus នៅក្នុង rate របស់វាប្រហែលបាទនៅក្នុង FX1 FX2 នេះគឺយើងចូលមកគឺដើម្បី set វាបញ្ចូលមកក្នុងនេះបាទគឺដើម្បី set វាបញ្ចូលមកក្នុងនេះហើយនឹងបញ្ចូលទៅក្នុង pedal ដែរបាទអញ្ចឹងយើងឧទាហរណ៍ថាយើងបើក FX1 មួយ FX1 យើងបើកដាក់អីគេវ៉ាវ៉ាឧទាហរណ៍កន្លែងហ្នឹងវ៉ាវ៉ាអញ្ចឹងពេលដែលយើងបើក FX1 មកគឺ sound ដែល clean របស់យើងហ្នឹងគឺវាទៅជាវ៉ាវ៉ាហើយពេលយើងបើកនេះបងប្អូនឃើញវីដេអូបាទ A B ឃើញទេ A clean ធម្មតាតែពេលយើងបើកFX1 មួយមកយើងចុច control 1មកវាចេញ B មកគឺមានន័យថាសំឡេងរបស់យើងជាសំឡេងដែលយើង set ទៅវ៉ាវ៉ាបាទគឺយើង set ទៅវ៉ាហើយបងប្អូនចង់ set ទៅអីផ្សេងទៀតក៏បានដែរចង់ set ទៅជា auto វ៉ាបាទ sub វ៉ាឬក៏ limit graphic EQ ផ្សេងទៀតបាទនេះច្រើនណាស់បងប្អូនមានច្រើនមាន pressure flanger ស្អីហ្នឹងគឺយើងមានន័យថាយើង sound មួយរបស់យើងនេះយើងគ្រាន់តែបើក control 1ហើយនឹងបើកហើយនឹងបិទគឺយើងអាចបានពីរសំឡេងបាទវាមានរសជាតិពីរផ្សេងគ្នាបាទកន្លែងហ្នឹងបងប្អូនយល់បានអត់មានន័យថាពេលដែលយើង FX1 គឺយើងមានន័យថាយើងអនុញ្ញាតឲ្យ sound មួយទៀតចូលទៅក្នុងសំឡេង clean របស់យើងហ្នឹងសំឡេងដើមរបស់យើងហ្នឹងហើយមួយទៀត FX2 ដូចគ្នាដែរអត់ខុសគ្នាទេបើមិនយើងបើកទាំងពីរមានន័យថា FX2 បិទបើក delay នេះបិទបើក delay នេះបិទបើក delay អញ្ចឹងទៅបាទនេះបាទអូខេបិទបើកអានេះ1 2 1 2 1 2 1កន្លែងហ្នឹងអញ្ចឹងបងប្អូនណាអញ្ចឹងបងប្អូនត្រូវស្វែងយល់ពី function នីមួយៗឲ្យបានអស់អញ្ចឹងបងប្អូនងាយស្រួលក្នុងការបូក effect របស់យើងបាទហើយ function របស់វាអត់មានអីច្រើនទៀតទេគឺមានតែប៉ុណ្្នឹងឯងគឺមានតែនៅលើនឹងឯងដូចដុំអញ្ចឹងបងប្អូនដូចpedal អញ្ចឹងមានថា pedal compressor pedal overdrive pedal preamp pedal EQ បាទ effect 1 effect 2 pedal delay pedal chorus និង pedal របស់ reverb កន្លែងនេះខ្ញុំចង់រំលឹកបងប្អូនថាហេតុអីបានជាeffect GT10 វាអត់មាន modulation បេតុងបងប្អូនមានឆ្ងល់ទេវីដេអូមុនខ្ញុំបានបញ្យល់បងប្អូនថាក្នុង modulation វាមានច្រើននៅក្នុងហ្នឹងបាទអញ្ចឹងGT10 វាអត់ដាក់ modulation ដូច effect ផ្សេងទេក៏ប៉ុន្តែវាប្រើ FX1 FX2
មានថានៅក្នុង FX1 FX2 យើងចង់បើកឲ្យចេញស្អីក៏បានដែរ clean របស់យើងនឹងយើងចង់សេរីវាឲ្យទៅជា chorus ឬក៏សេរីវាឲ្យទៅជា passer flanger អីគឺយើងត្រូវបើក FX1 ហ្នឹងណាបាទត្រូវបើកវាទៅហើយយើងកំណត់វាពេលដែលយើងកំណត់វាហើយគឺវានឹងរត់ទៅសំឡេងដែលយើងចង់បានហើយបាទអញ្ចឹងកន្លែងហ្នឹងមានតែប៉ុណ្្នឹងទេហើយអត់មានអីផ្សេងច្រើនទេបើបងប្អូនមានចម្ងល់កន្លែងណាបងប្អូនអាច comment ហើយនឹងឆាតមកសួរឬក៏ call មកសួរក៏បានដែរឬក៏បងប្អូនមកដល់ហាងផ្ទាល់ក៏បានដែរបាទហើយកុំភ្លេចជួយ subscribe ម្នាក់មួយផងបងប្អូនណាបាទដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណបាយបាយ